នៅពេលដែលមនុស្សល្អម្នាក់បានទទួលនូវការជឿចាប់នោះគេមិនស្រែកមិននិយាយរៀបរាប់មិននិយាយរអ៊ូអ្វីសោះឡើយហើយគេក៏មិនឈ្លោះប្រកែកតវ៉ាដែរគេក៏មិនសុំទាមទារនូវការពន្យល់បកស្រាយដូចគ្នាដែរប៉ុន្តែគេគ្រាន់តែទទួលដឹងនូវការជឿចាប់នោះហើយក៏ដើរចេញទៅដោយស្ងៀមស្ងាត់ដោយគ្មានការសងសឹកគ្មានរឿងដ្រាម៉ាឡើយគ្រាន់តែជៀសវាងចេញឲ្យឆ្ងាយពួកគេនៅតែជាបុគ្គលមានទឹកចិត្តសប្បុរសពួកគេនៅតែអាចញញើមបានប៉ុន្តែអ្វីមួយគឺបានផ្លាស់ប្ដូរជារៀងរហូតបាត់ទៅហើយនោះគឺទំនុកចិត្តបានបាត់បង់ទៅហើយភាពស្និទ្ធស្នាលក៏បានខូចខាតហើយដែររីឯទំនាក់ទំនងសម្ព័ន្ធភាពការប្រស្រ័យតាក់ទងគ្នាវិញនោះក៏បានស្លាប់បាត់ទៅដែរមនុស្សល្អចិត្តសប្បុរសមិនអាចប្រែក្លាយទៅជាមនុស្សអាក្រក់ឡើយដោយសារតែការជឿចាប់ឬដោយការឆ្លងកាត់នៅរឿងក្រោធក្រៀតនោះទេគេគ្រាន់តែបន្ថែមការប្រយ័ត្នប្រយែងគេកាន់តែប្រយ័ត្នទ្វេឡើងថែមទៀតក្នុងការជ្រើសរើសនៅការរាប់អានមនុស្សឲ្យបានស្របឬស្មើជាមួយនឹងធម៌ពលធម្មធាតុនៃសេចក្តីល្អរបស់គេដូច្នេះហើយប្រសិនបើមានមនុស្សល្អណាម្នាក់ដែលគេបានសម្រេចចិត្តដើរចេញអំពីអ្នកហើយដោយគ្មាននិយាយស្ដីសូម្បីតែពាក្យមួយម៉ាត់នោះចូលអ្នកត្រូវសំនឹកដឹងខ្លួនដោយខ្លួនឯងផងថាគឺគេបានផ្ដល់ឱកាសឲ្យដល់អ្នកនោះគឺច្រើនជាងអ្វីដែលអ្នកធ្លាប់ឬស័ក្តិសមនឹងទទួលបានហើយដែលបើដល់ថ្នាក់ដែលគេដើរចេញហើយនោះគឺចប់ហើយគ្មានអ្វីណាដែលអាចជួសជុលឬឲ្យអភ័យដោយទទួលយកអ្នកវិញបានសោះឡើយ